ស្រីបងប្អូនទាំងអស់គ្នានេះរបៀបធ្វើសំណាញ់ចាប់ដើមក្បាលដំបងបងប្អូនក្បាលដំបងយើងមានក្បាលចំអញ្ចឹងបងប្អូននេះបែបបំបែកក្មេងបងប្អូនឃើញអត់បើយើងបំបែកពីកន្លាចុះនេះក្បាលចំយើងចុះពីក្បាលចំនេះមកកន្លាចោលចេះសិនក៏បានដែរអត់តន់បាច់តន់បំបែកក្មេងអីទេយើងចាំចុះមកកន្លាទៅយើងបំបែកក្មេងយកក្រោយនេះបំបែកឲ្យជាប់គ្នាចេះនេះបន្ទាប់មកទៀតហើយយើងមិនតន់ចុះទេយើងបំបែកក្មេងកន្លែងនេះបានហើយណាយើងចាក់មករហូតដល់មុននេះពីកន្លាហើយយើងចាំមកដល់ចំណុចនេះយើងបំបែកទៀតបំបែកធ្វើម៉េចឲ្យចំចូលវាចេះចូលចេះរហូតយើងមកដល់ក្រោមនេះទៀតយើងបំបែកទៀតពីកន្លាបំបែករហូតទៅដល់ដែលថាចំនួនដែលថាយើងកំណត់ថាយកប្រមាណណាបងប្អូនអញ្ចឹងរបៀបបំបែកក្មេងវាមានតែប៉ុណ្្នឹងបងប្អូនរបៀបបំបែកកន្លាសំណាញ់ណាយើងធ្វើម៉េចពីដើមវាយើងធ្វើម៉េចឲ្យវាអញ្ចឹងបងប្អូនបើមិនអញ្ចឹងយើងវាបងអត់ស្រួលបើយើងបំបែកក្មេងវាចំកន្លានេះឧទាហរណ៍វាពីចេះមករហូតមកបែកអីទេអាហ្នឹងគឺការចាប់ដើមស្នាញ់ខ្ញុំទេខ្ញុំមិនទាន់បានចាក់បានវែងឆ្ងាយទេនេះមិនបានហើយជាមកហាត់ជាងអីហាត់តិចតួចពេលបំបែកក្មេងបងប្អូនអានេះកន្លះ3ហ៊ុនកន្លះទោះចាក់ប្រមាណហ៊ុនក៏ដោយរបៀបចាក់សំណាញ់វាមានតែមួយបែបទេបងប្អូនបំបែកក្មេងហ្នឹងបើថាយើងចាប់ពីលើប្រមាណបំបែកក្មេងបានទៅក្រោមរហូតក៏បំបែកប៉ុណ្ណឹងដែរ